បត់ល្មើសជាក់ស្ដែងឧទាហរណ៍បើកឡានបុកគេស្លាប់មិនបាច់សុំកោការចាប់តែម្ដងទៅគាត់ខ្លួនតែម្ដងហើយបើគាត់តវ៉ាវាយក្រោះតែម្ដងទៅបាទហើយកូនប៉ូលីសធ្វើចោះមិនបាច់ចាំសុំទៅស្នងការទេចាប់ចោះក្នុងអនុវត្តច្បាប់ត្រូវតែអនុវត្តរឿងវិញចឹងចាំបាច់ទៅណាថ្ងៃមុនខ្ញុំឃើញឡានណានោះអាយ៉ែបុកដល់ទាំងប៉ូលីសបាសជើង 3-4 នាក់រត់ចូលទៅក្នុងចោះមកធ្វើមិនដឹងអត់ទេណាចាទៅគ្មានខ្នងណាទេឥឡូវក្នុងរដ្ឋបាលទៅខ្ញុំប្រាប់ទៅបងប្អូនប៉ូលីសរបស់យើងជាមួយអាវុធហត្ថមន្ត្រីអនុវត្តច្បាប់ក្នុងបទល្មើសជាក់ស្ដែងបងប្អូនអនុវត្តត្រឹមត្រូវតាមច្បាប់អនុវត្តចុះឲ្យខ្នងបងប្អូនគឺនាយករដ្ឋមន្ត្រីនិយាយឲ្យច្បាស់ចឹងមកបើសិនជាគេថាមានខ្នងណាទៀតមិនបាច់សួរទេព្រោះនាយករដ្ឋមន្ត្រីចេញគោលការណ៍ហើយពីណាកាត់ប្រហោះទៅដាក់នឹងឲ្យច្បាស់ហើយបើសិនជាថាធ្វើទៅមានបញ្ហាទៅដល់កន្លែងគេដកបញ្ចូលជើងហើយប្រាប់ខ្ញុំតម្លើងសាក់ឲ្យហើយមេដែលចាត់តែងបងប្អូនអនុវត្តច្បាស់ហើយដាក់ពិន័យបងប្អូនដែលធ្វើខុសគ្មានមូលហេតុខ្ញុំនឹងចាត់វិធានការបាទបើមិនចឹងគ្នាខំធ្វើត្រូវទៅលើកទឹកចិត្តបើគ្នាធ្វើត្រូវហើយដោយសារបញ្ហាមួយត្រូវដាក់ទណ្ឌកម្មគ្នាទៅបំបាក់ទឹកចិត្តអ្នកផ្សេងទៀតមិនឲ្យធ្វើតើសង្គមយើងទៅយ៉ាងណាចាំបាច់តទៅមានការចាំបាច់តទូរស័ព្ទអីឬមួយតទៅថ្នាក់លើស្រែកតាមស្អីទៅឲ្យចាក់អនុវត្តតែម្ដងសុំអនុវត្តតែម្ដងព្រោះវាវិលមុខពេកបាទច្បាប់យើងត្រូវអនុវត្តបើមានប៉ុស្តិ៍តាំងផឹកស្រវឹងគេបុកប៉ុណ្្នឹងហើយគាត់ខ្លួនយកទៅចាំបាច់សុំច្បាប់អីទៀតវត្ថុតាំងសាក់សីនៅនឹងហើយពីណាសួរថាម៉េចហ៊ានចាប់គេក្នុងបណ្ណាអត់ទេប៉ូលីសប្រាប់ទៅតែក្នុងខ្ញុំយុរដ្ឋមន្ត្រីប៉ុណ្ណឹងទៅបាទចឹងរឿងនេះកុំឲ្យវានៅសាំញ៉ាំទៀតដាវមានហើយអនុវត្តទៅតែសុំអនុវត្តឲ្យត្រូវកុំអនុវត្តលើបាទតែអនុវត្តលើខ្ញុំអត់គ្រប់គ្រងទេហើយនឹងត្រូវទទួលមុខត្រូវច្បាប់បាទអនុវត្តឲ្យត្រូវតាមក្របខ័ណ្ឌបើមិនចឹងទេយើងទៅធានាយ៉ាងម៉េចប្រជាពលរដ្ឋទុកចិត្តយ៉ាងម៉េចហើយកុំឲ្យលំបាកនឹងចាំបាច់ស្នើសុំសួរអីកុំចាំបាច់បុកនៅនឹងហើយប៉ូលីសចរាចរណ៍ឃើញនៅនឹងមិនអាចខាត់ខ្លួនបាននៅចាំស្នើសុំឲ្យដំជួននរិនឬស្នើសុំមកថ្នាក់លើទៀតអត់ទេគាត់ទៅអនុវត្តច្បាប់អញ្ចឹងរឿងនេះសុំកុំឲ្យតលតាគេចេញតាម Facebook ឲ្យបានអនុវត្តអត់ទៅបាទរឿងទាំងអស់បកគលសិទ្ធឲ្យខ្ញុំនៅគ្រប់តរពីក្រោយឲ្យតែអនុវត្តត្រូវ